ថ្ងៃនេះអ្នកគ្រប់គ្រងមកទិញដល់កន្លែងហើយកាត់បេះខ្លួនឯងដោយផ្ទាល់បងប្អូនហើយនេះគឺជាបន្លែផ្អែមបន្លែផ្អែមហ្នឹងអាចស្លប្រហើរស្លកកូរសឡក់អីបានឆ្ងាញ់ណាស់ចង់ហូបអីចង់ស្លអីអាចមកផ្ទះខ្ញុំផ្ទាល់បេះដោយខ្លួនឯងផ្ទាល់ក៏បានដែរបងប្អូនអត់បញ្ហាអ្នកលក់បេះឲ្យយកទៅស្លអត់ឆ្ងាញ់អញ្ចឹងកាត់បេះខ្លួនឯងទៅបានស្លឆ្ងាញ់ខ្ញុំកំពុងតកាន់ហ្នឹងគឺត្រួយងប់ហ្នឹងគោស្លប្រហើរសឡក់អីឆ្ងាញ់ដែរបងប្អូនឆ្ងាញ់ដូចគ្នាចាបន្ទាប់ពីអតិថិជនគាត់កាត់បន្លែហើយចូលដល់វគ្គខ្ញុំឡើងបេះអានូងម្ដងព្រោះគាត់អត់ហ៊ានបេះទេព្រោះគាត់មានគេហៅកូនត្រីណាអញ្ចឹងខ្លាចងាប់ដើមអានូងខ្ញុំអញ្ចឹងឲ្យខ្ញុំឡើងកាត់ខ្លួនឯងទៅអានូងហ្នឹងក៏ចេះទៀតខ្លាចយើងឡើងបេះឲ្យខំទៅផ្លែលើដើមស្លឹកក្រូចសើចខ្ពស់កុំឲ្យបេះដល់មានណាអ្នកលក់នេះត្រូវលក់ហើយនៅដល់ចុងណាក៏ត្រូវឡើងបេះឲ្យបានដើម្បីយកមកលក់ឲ្យភ្ញៀវដែរចាហើយវីដេអូខ្ញុំក៏អត់មានអីច្រើនទេមានតែប៉ុណ្ណឹងបងប្អូនហើយក៏អរគុណបងប្អូនដែលតែងតែជួយគាំទ្រផលិតផលខ្មែរដែលដាំដោយនារីកសិកម្ម